UN ប្រមានពីការអោអាកាសសម្រាប់ការរួចជីវិតពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាខណៈចំនួនអ្នកស្លាប់អាចកើនឡើងជិត 3,000 នាក់ក្រុមផ្ដល់ជំនួយនៅសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ 1 មេសាបានពណ៌នាពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញនិងភាពអស់សង្ឃឹមបន្ទាប់ពីការរញ្ជួយដីដែលបានសម្លាប់មនុស្សជាង 2,700 នាក់ដោយសង្កត់ធ្ងន់ទៅលើតម្រូវការបន្ទាន់សម្រាប់អាហារនិងទឹកនិងទីជម្រកហើយព្រមមានថាឱកាសដើម្បីស្វែងរកអ្នកនៅរស់មានជីវិតត្រូវបានបិទយ៉ាងឆាប់រហ័សក្រោយពេល77 ម៉ោងកន្លងផុតទៅមេដឹកនាំលោកមីយ៉ាន់ម៉ាលោកមីនបាននិយាយថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត 7 ចុច Richter កាលពីថ្ងៃសុក្រសប្តាហ៍មុនត្រូវបានគេរំពឹងថានឹងអាចកើនឡើងលើសពី 3,000 នាក់ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ 2,719 នាក់គឺត្រឹមពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះដោយមនុស្សចំនួន 4,521 នាក់បានរងរបួសនិង 441 នាក់បានបាត់ខ្លួនការរញ្ជួយដីបានវាយប្រហារនៅពេលអាហារថ្ងៃត្រង់កាលពីថ្ងៃសុក្រគឺជាកម្លាំងខ្លាំងបំផុតដែលបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍ដោយបានបំផ្លិចបំផ្លាញវត្ថុបុរាណនិងអគារទំនើបជាច្រើនគ្រោះមហន្តរាយនេះបានបង្កឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុងធំបំផុតទី2 Mandalay និង Naypyidaw របស់ប្រទេសមីយ៉ាន់ម៉ាជារដ្ឋធានីគោលបំណងរបបសឹកយោធាកាលពីកន្លងទៅដែលត្រូវបានសាងសង់ឡើងដើម្បីជាបន្ទាយយោធាការរញ្ជួយដីគឺការវាយប្រហារចុងក្រោយសម្រាប់ប្រទេសក្រីក្រដែលមានប្រជាជនចំនួន 53 លាននាក់បន្ទាប់ពីរដ្ឋប្រហារឆ្នាំ 2021 ដែលបានធ្វើឲ្យរបបសឹកក្តាប់អំណាចឡើងវិញនិងបំផ្លិចបំផ្លាញសេដ្ឋកិច្ចបន្ទាប់ពីមួយទសវត្សរ៍ការអភិវឌ្ឍនិងលទ្ធភាពប្រជាធិបតេយ្យក្មេងខ្ចី